បាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនក៏ដូចជាអ្នកតាមដានទស្សនា Channel ខ្ញុំបាទកន្លងមកបាទហើយខ្ញុំបាទ Admin Direct មកជួបពុកម៉ែបងប្អូនម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីបាទអញ្ចឹងយើងបែកគ្នាប្រហែលខែនេះយ៉ាងមកហើយពុកម៉ែបងប្អូនអរគ្នាបាទហើយសម្រាប់ Admin ផ្ទាល់គឺការងារក្នុងប្រហែលខែនេះគឺរវល់ខ្លាំងមែនទែនហេតុដូច្នេះហើយទើបមិនបានចេញវីដេអូថ្មីចែករំលែកតម្លៃម៉ូតូជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអត់បានអាប់ដេតព័ត៌មានអីថ្មីទេប្រហែលខែនេះណាពុកម៉ែបងប្អូនអរគ្នាបាទដោយសារតែជាប់រវល់ការងារខ្លាំងបាទគឺមុនចូលឆ្នាំហើយនឹងចូលឆ្នាំហើយនេះគឺរវល់ការងារខ្លាំងមែនទែនបាទបាទអញ្ចឹងថ្ងៃនេះដែរខ្ញុំបាទនាំយកវីដេអូមួយដែលស្ដីអំពីតម្លៃម៉ូតូ Honda Dream ស៊េរីឆ្នាំ2025មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាឲ្យដឹងថាតើក្រោយចូលឆ្នាំហើយគឺមានតម្លៃប្រមាណដែរបាទហើយសូមបញ្ជាក់ផងដែរពុកម៉ែបងប្អូនអរគ្នាបាទនេះគឺជា Honda Dream ស៊េរីឆ្នាំ2025ហើយម៉ូតូនេះប្រើប្រាស់ទៅដោយប្រព័ន្ធប៊ិចសាំងបាទហើយនិយាយទៅគឺសម្រាប់តួម៉ូតូក៏ដូចជាសាក់ស៊ីធុងសាំងអីហ្នឹងគឺវាយ25ពេញហើយពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងលោតដល់ 25B ហើយធុងសាំងណាបាទពីមុន 25A ប៉ុន្តែឥឡូវឡើងដល់ 25B បាទអញ្ចឹងមានន័យថាម៉ូតូហ្នឹងគឺពេញលក្ខណៈ025 100%ហើយបាទហើយសម្រាប់តម្លៃដាក់លក់នៅក្នុងអំឡុងពេលនេះគឺក្រោយចូលឆ្នាំបាទហើយតម្លៃគឺឡើងទៅដល់$2,600ហើយពុកម៉ែបងប្អូនអរគ្នាបាទហើយសម្រាប់នៅខាងខ្ញុំនេះណាបាទអញ្ចឹងតម្លៃវារៀងឡើងខ្ពស់មែនទែនបន្ទាប់ពីចូលឆ្នាំហើយបាទដោយសារតែមានពុកម៉ែបងប្អូនអរគ្នាគឺនិយមជិះច្រើនមែនទែនបាទទៅភូមិទៅស្រុកណាក៏ឃើញដែរហើយពេលចូលឆ្នាំវិញមិនថាកលេចភ្នែកទៅណាទេបាទថ្ងៃចូលឆ្នាំកលេចភ្នែកតាណាក៏ឃើញ Dream 025ជិះពេញតែផ្លូវពេញតែផ្សារដែរបាទហើយដូច្នេះហើយធ្វើឲ្យតម្រូវការម៉ូតូ Honda Dream បាទគឺអត់មាននៅក្នុងស្តុកលក់ទេបាទភាគច្រើនមានតែ 2-3 គ្រឿងទេដូចជាស្ដែងខ្ញុំកំពុងតែថតនេះបាទនៅក្នុងស្តុកមានតែ 3 គ្រឿងទេបាទនៅក្នុងកន្លែងគេលក់ណាបាទមានតែ 3 គ្រឿងគត់ដោយសារតែពុកម៉ែបងប្អូនអរគ្នាសម្រុកទិញច្រើនហើយវាធ្វើឲ្យម៉ូតូកាលណាតាក្របាទគឺម៉ូតូវាឡើងថ្លៃមែនតើបាទអញ្ចឹងផលិតផលអ្វីក៏ដោយកាលណាតាអត់សូវមានគឺវាឡើងថ្លៃហើយបាទហើយខ្ញុំសូមសរសើរទីផ្សារ Honda ដែរបាទដោយសារតែគាត់គឺធ្វើទីផ្សារបានល្អមែនតើបាទគឺគាត់ផលិតមកចំនួនតិចបាទហើយគាត់បញ្ចេញម្ដងបន្តិចទើបធ្វើឲ្យម៉ូតូគឺហក់ឡើងថ្លៃខ្លាំងមែនតើបាទដោយសារអីដោយសារតែតម្រូវការគឺមានច្រើនហើយការផលិតម៉ូតូគឺមានតិចអញ្ចឹងធ្វើឲ្យក្រោយចូលឆ្នាំនេះគឺម៉ូតូឡើងថ្លៃមែនតើហើយណាមួយម៉ូតូនេះគឺវាពេញលក្ខណៈ 100% ផងដែរពេញលក្ខណៈ 025 ណាបាទហ្នឹងហើយហើយវីដេអូនេះអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការចូលទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាខ្ញុំមានពេលទំនេរខ្ញុំនឹងអាប់ដេតព័ត៌មានថ្មីចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនបន្តទៀតបាទសូមអរគុណសូមជម្រាបលា